សួស្តីអ្នកទាំងអស់គ្នាបើសិនជាបងប្អូនមានបានបើកបននៅកូរ៉េហើយយើងចង់ជួលឡានកូរ៉េជីអញ្ចឹងបងប្អូនត្រូវចាក់សាំងព្រោះពេលចាក់សាំងយើងត្រូវចាក់ឲ្យពេញឲ្យគេវិញពេលយើងជួលមកសាំងពេញហើយអញ្ចឹងត្រូវចាក់ឲ្យគេមកពេញអញ្ចឹងខ្ញុំប្រាប់ពីរបៀបចាក់មកពេញជាដំបូងបងប្អូនចុចស៊ីចាក់មកបាទហើយកន្លែងនេះមាន point ធឺខាតធឺអញ្ចឹងបងប្អូនអត់មានទេយើងយក option មកព្រោះយើងអត់មានការបញ្ចុះតម្លៃអញ្ចឹងយើងយកកន្លែងនេះលឿង Q លឿងហ្នឹងគឺសាំងនឹងឯងគឺ V value បាទ V value អញ្ចឹងខ្ញុំយកពាក្យថាខាតធឺនឹងឯងហើយយើងយកពាក្យថាខាតទឹកបាទឬក៏ full បាទយកចុចពាក្យហ្នឹងមកដើម្បីឲ្យយើងចាក់មកពេញហើយយើងដោតកាតរបស់យើងកាត ATM ដែលយើងកោសចាយហ្នឹងបន្ទាប់មកបងប្អូននឹងឃើញផ្ទាំងមួយនេះហើយគឺឲ្យយកកន្លែងនេះយើងយកយ៉ងស៊ូជឹងសិនណាហ្នឹងហើយយើងដើម្បីឲ្យវា print យ៉ងស៊ូជឹងឲ្យហើយលោតផ្ទាំងនេះគឺមានន័យថារួចរាល់ដើម្បីត្រៀមយកចាក់ហើយបញ្ជាក់បន្តិចបាទគឺកន្លែងចាក់ហ្នឹងគឺពណ៌លឿងហ្នឹងគឺសំដៅលើសាំង V value ណាបើបងប្អូនជួលឡានប្រយ័ត្នប្រយែងកន្លែងហ្នឹងបើខ្យង U គឺមួយសុទ្ធគឺយើងយក select យកពណ៌ទឹកប៊ិចមិញដែលវាមានដាក់ខ្យង U អញ្ចឹងបងប្អូនយកឡានទៅសងគេវិញគឺសាំងពេញបាទពេលយើងជួលឡានគឺចាក់សាំងឲ្យពេញយើងហើយអញ្ចឹងពេលយើងជិះសងគេវិញចាក់ឲ្យពេញអញ្ចឹងគឺនេះគឺរបៀបចាក់សាំងមកពេញឡានហើយលុយគេកណនីអូតូឲ្យអរគុណ